បងប្អូនណាអត់ចេះញ៉ាំផ្កាស្ពៃធ្វើបែបនេះគឺដឹងតែចេះញ៉ាំឲ្យបងប្អូនកុំភ្លេចសាកបងធ្វើញ៉ាំទាំងអស់គ្នាព្រឹកមិញនេះខ្ញុំបានដើរផ្សារហើយឃើញផ្កាស្ពៃល្អបងប្អូនក៏នៅឃើញធ្វើជក់ផ្កាស្ពៃហ្មងទៅគ្រាន់តែផ្កាស្ពៃនឹងមួយបងប្អូនចិត្ត1គីឡូកន្លះចាហើយនឹងខ្ញុំយកផ្កាស្ពៃនឹងចាចិត្តជាដុំធំក៏បានទូចក៏បានតាមចំណូលចិត្តរបស់បងប្អូនហើយខ្ញុំយកទៅលាងទឹកឲ្យបានស្អាតដាំទឹកមួយឆ្នាំងចាដាំឲ្យពុះសិនណាបងប្អូនទើបយើងយកផ្កាស្ពៃនឹងទៅស្រោះហើយរយៈពេលស្រោះវិញគឺត្រឹមតែ1 minutt បានទេបងប្អូនចាកុំឲ្យយូរពេកកាលណាតែយូរពេកវាធ្វើឲ្យស្ពៃរបស់បងប្អូនទៅជាឆ្អិនខ្លាំងកាលណាតែឆ្អិនខ្លាំងគឺវាធ្វើឲ្យទន់ន័យអញ្ចឹងគឺវាអត់ស្រួយទេបន្ទាប់ពីស្រោះបានរួចរាល់ហើយហ្នឹងគឺយើងយកទៅត្រាំជាមួយនឹងទឹកកកបងប្អូនត្រូវតែត្រៀមទឹកកកហ្នឹងមកកធន់ណាបងប្អូនដើម្បីយើងដាក់ត្រាំដើម្បីឲ្យផ្កាស្ពៃរបស់យើងបានស្រួយបានល្អសម្រស់ទឹកឲ្យបានស្រស់ល្អសិនណាហើយឥឡូវនេះខ្ញុំចាប់ផ្ដើមមកធ្វើទឹកត្រីម្ដងផ្សំទឹកត្រីបងប្អូនអាចមើលនៅលើអេក្រង់នឹងបានខ្ញុំសរសេរដាក់ជូនបងប្អូនមើលហើយចំពោះទឹកខ្មេះវិញគឺនេះខ្ញុំប្រើជាមួយនឹងម៉ាក់នេះហើយម៉ាក់នេះផងដែរគឺវាអត់សូវជូរប្រហែលនេះបងប្អូនហើយនេះខ្ញុំធ្លាប់ប្រើទឹកខ្មេះនៅស្រុកខ្មែរបងប្អូនគឺម៉ាក់ខ្លះគឺថាជូរខ្លាំងមែនទែនអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នក្នុងការប្រើជាមួយនឹងទឹកខ្មេះព្រោះទឹកខ្មេះខ្លះគឺជូរខ្លាំងអញ្ចឹងហើយបងប្អូនត្រូវតែមើលទៅតាមកម្រិតហ្នឹងបងប្អូនណាបន្ថយទៅតាមហ្នឹងនៅពេលដែលទឹកត្រីហ្នឹងបានពុះល្អហើយគឺនាងខ្ញុំចាប់ផ្ដើមចាំបន្ថែមជាមួយនឹងខ្ទឹមសហ្នឹងបន្តិចផងដែរចាំទឹកត្រីហ្នឹងឲ្យបានត្រជាក់សិនណាទើបនាងខ្ញុំចាក់ទឹកត្រីហ្នឹងចូលទៅក្នុងកែវផ្កាស្ពៃហ្នឹងចាហើយចំពោះផ្កាស្ពៃវិញបងប្អូនត្រូវតែសម្រស់ឲ្យបានស្រស់ទឹកល្អសិនណាទើបយើងចាក់ចូលទៅក្នុងកែវចាតែប៉ុណ្ណេះគឺរួចជាការស្រេចហើយបងប្អូនហើយនេះខ្ញុំទុករយៈពេលត្រឹមតែ1យប់ទេបងប្អូនអាចពិសាបានហើយមិនថានិយាយទៅគឺរយៈពេលទុកគឺមិនយូរប៉ុន្មានទេបងប្អូនហើយបងប្អូនបើសិនជាបងប្អូនធ្វើពេលព្រឹកពេលល្ងាចគឺបងប្អូនអាចញ៉ាំបានហើយបន្តមកទៀតហ្នឹងគឺបងប្អូនត្រូវតែរក្សាទុកជ្រក់ហ្នឹងនៅក្នុងទូទឹកកកណាដើម្បីឲ្យវាត្រជាក់អញ្ចឹងទៅវាធ្វើឲ្យផ្កាស្ពៃរបស់បងប្អូនគឺវារត់តែស្រួយបានល្អណាចាហើយជាមួយនឹងផ្កាស្ពៃនេះផងដែរគឺនេះខ្ញុំបន្ថែមជាមួយនឹងម្ទេសឆាបងប្អូនហើយវាថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនកុំភ្លេចសាកល្បងធ្វើញ៉ាំបែបនេះណាហើយបើមានត្រីអាំងអីទៀតមកអូយបងប្អូនហើយវាថាបាយអស់ទាំងឆ្នាំងតែម្ដងអូបងប្អូននេះខ្ញុំសូមបញ្ជាក់មួយទៀតបើសិនជាបងប្អូនមានម្ទេសដាក់ម្ទេសត្រាំជាមួយទៀតអូយរត់តែអែមតែម្ដងបងប្អូនហើយចំពោះការចិតស្ពៃវិញបងប្អូនអាចចិតរៀងជាដុំធំជាងនឹងបន្តិចក៏បានដែរបងប្អូនរត់តែល្អចាហើយនេះខ្ញុំនេះរៀងចិត្តទូចពេកជាមួយលោកក្រោយនេះខ្ញុំនឹងធ្វើរៀងធំជាងនឹងចាហើយជាចុងក្រោយនេះក៏អរគុណដល់អ៊ំពូមីងទាំងអស់ដែលតែងតែចាជួយ like និង share វីដេអូរបស់នេះខ្ញុំហើយជូនពរសុខសប្បាយហេងជោគជ័យគ្រប់ភារកិច្ចអរគុណច្រើន